ប្រវត្តិស្ពានអាកាសមរតកតេជោក្រុងភ្នំពេញប្រវត្តិស្ពានអាកាសមរតកតេជោក្រុងភ្នំពេញស្ពាននេះត្រូវបានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសពមហាវិថីសម្ដេចតេជោហ៊ុនសែនមហាវិថីព្រះមុនីវង្សជាមួយនឹងមហាវិថីកងយុទ្ធពលខេមរៈភូមិន្ទដែលហៅថាផ្លូវលេខ271នៅក្នុងទឹកដីខណ្ឌចំការមូននិងខណ្ឌមានជ័យដោយចំណាយថវិកាប្រមាណជាង$36 លាននិងចំណាយពេលវេលាសាងសង់រយៈពេល36ខែស្ពានអាកាសនេះដោះស្រាយបាននៅលំហូរចរាចរណ៍ពីខេត្តកណ្ដាលឆ្លងកាត់មហាវិថីសម្ដេចតេជោហ៊ុនសែនពីប្រលានយន្តហោះថ្មីប្រលានយន្តហោះតេជោក្រុងតាខ្មៅខេត្តកណ្ដាលចូលមករាជធានីភ្នំពេញនិងកាត់បន្ថយបាននៅការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិលេខ1ចូលមកកាន់រាជធានីភ្នំពេញផងដែរស្ពានអាកាសមរតកតេជោជាស្ពានអាកាសមានកម្ពស់2ជាន់និងមានផ្លូវខ្វាត់ខ្វែងច្រើនជាងគេបើប្រៀបធៀបទៅនឹងស្ពានអាកាសចំនួន7ដែលបានដាក់ឲ្យប្រើប្រាស់រួចហើយនោះស្ពានអាកាសនេះមានចំនួន2ជាន់មានផ្លូវផ្ទាល់ដីដែលមានរង្វង់មូលបែងចែកទិសនិងផ្លូវផ្ទាល់ភ្ជាប់រវាងមហាវិថីព្រះមុនីវង្សមហាវិថីសម្ដេចតេជោហ៊ុនសែនមហាវិថីកងយុទ្ធពលខេមរៈភូមិន្ទហៅផ្លូវ271ឆ្ពោះទៅស្ពានព្រះមុនីវង្សនិងផ្លូវជាតិលេខ2ស្ពានអាកាសជាន់ទី1ជាស្ពានរង្វង់មូលនៅត្រង់ចំណុចប្រសពដែលបំបែកខ្នែងជា4ទិសផ្សេងគ្នាទៅកាន់មហាវិថីសម្ដេចតេជោហ៊ុនសែនស្ពានព្រះមុនីវង្សមហាវិថីព្រះមុនីវង្សនិងមហាវិថីកងយុទ្ធពលខេមរៈភូមិន្ទស្ពានអាកាសជាន់ទី2ជាផ្លូវទ្វេទិសមានទិសដៅទៅមករវាងមហាវិថីព្រះមុនីវង្សនិងមហាវិថីសម្ដេចតេជោហ៊ុនសែនស្ពានអាកាសមរតកតេជោបានចំណាយថវិកាសាងសង់អស់ចំនួន$37,77,500,000 សហរដ្ឋអាមេរិកជាកញ្ចប់ថវិកាបានពីមូលនិធិអភិវឌ្ឍកោះនរានិងថវិកាមួយផ្នែកដែលនៅសល់ពីការអនុវត្តគម្រោងសាងសង់ស្ពានអាកាសក្បាលខ្នល់ដំណាក់កាលទី2ស្ពានអាកាសនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី31ខែសីហាឆ្នាំ2022ក្រមអធិបតីភាពសម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីកម្ពុជាហើយត្រូវបានដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្នលើកទី1នៅស្ពានអាកាសជាន់ទី2កាលពីថ្ងៃទី31ខែមេសាឆ្នាំ2024និងលើកទី2ស្ពានអាកាសជាន់ទី1កាលពីថ្ងៃទី25ខែធ្នូឆ្នាំ2024និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី7ខែមេសាឆ្នាំ2025ក្រមអធិបតីភាពរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា